គ្រប់ជួបគ្នាសាជាថ្មីជាមួយខ្ញុំបាន Army Officer ថ្ងៃនេះដែរខ្ញុំមានសុភាមួយប្រភេទដើម្បីយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាធ្វើការដំណើរទស្សនា K30 Baiho គឺជាប្រព័ន្ធអាវុធការពារអាកាសចល័តដែលផលិតដោយប្រទេសកូរ៉េខាងត្បូងពាក្យ Baiho មានន័យថាខ្លាហោះប្រព័ន្ធនេះត្រូវបានបង្កើតឡើងសម្រាប់ការពារកងទ័ពជើងគោកពីការវាយប្រហារតាមអាកាសដូចជាយន្តហោះចម្បាំងឧទ្ធម្ភាគចក្រនិងគោលដៅអាកាសចល័តផ្សេងៗ K30 ត្រូវបានបំពាក់ដោយកាំភ្លើងស្វ័យប្រវត្តិ 30 មីលីម៉ែត្រចំនួន 2 ដើមដែលអាចបាញ់បានល្បឿនខ្ពស់ប្រហែល 600 គ្រាប់ក្នុង 1 នាទីវាមានសមត្ថភាពវាយប្រហារគោលដៅពីអាកាសនៅចម្ងាយឆ្ងាយប្រហែល 3 គីឡូម៉ែត្រហើយប្រព័ន្ធចំនួនថ្មីក៏បានបន្ថែមមីស៊ីល Singon និង Chiron ដើម្បីបង្កើនចម្ងាយវាយប្រហាររហូតដល់ 7 គីឡូម៉ែត្រ K30 ប្រើប្រាស់រ៉ាដា TPS 830K សម្រាប់ស្វែងរកនិងតាមដានគោលដៅអាកាសលើសពីនេះវាក៏មានប្រព័ន្ធ Electro-Optical Tracking System កាមេរ៉ាកម្ដៅនិងប្រព័ន្ធគណនាបាញ់ Digital ដែលជួយឲ្យវាអាចប្រតិបត្តិការបានទាំងថ្ងៃនិងយប់ប្រព័ន្ធរ៉ាដារបស់វាអាចរកឃើញគោលដៅបានប្រហែល 17 គីឡូម៉ែត្រផ្នែកចល័តរបស់ K30 ត្រូវបានបង្កើតលើតួរថពាសដែក K200 របស់កូរ៉េខាងត្បូងវាមានទម្ងន់ប្រហែល 26.5 តោនបណ្ដោយ 6.5 ម៉ែត្រនិងទទឹង 3.3 ម៉ែត្រកម្ពស់ 2.6 ម៉ែត្រប្រើម៉ាស៊ីនកម្លាំង 520 សេសនិងអាចរត់បានល្បឿនប្រហែល 65 គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចបើកបរក្នុងរយៈចម្ងាយ 500 គីឡូម៉ែត្រដោយសារតែមានប្រព័ន្ធសុវត្ថិភាពនិងចល័តល្អវាអាចធ្វើប្រតិបត្តិការជាមួយកងទ័ពជើងគោកនៅតំបន់សមរភូមិបានយ៉ាងមានប្រសិទ្ធភាពគម្រោង K30 បានចាប់ផ្ដើមតាំងពីឆ្នាំ 1983 ហើយចូលប្រើប្រាស់ក្នុងកងទ័ពកូរ៉េខាងត្បូងនៅឆ្នាំ 1999 វាត្រូវបានអភិវឌ្ឍឡើងដើម្បីជំនួសប្រព័ន្ធកាំភ្លើងការពារអាកាសចាស់ៗនិងឆ្លើយតបទៅនឹងការគំរាមកំហែងអាកាសសម័យទំនើបបច្ចុប្បន្ន K30 ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធការពារអាកាសដ៏មានសារៈសំខាន់មួយរបស់កូរ៉េខាងត្បូងព្រោះវារួមបញ្ចូលទាំងកាំភ្លើងរ៉ាដានិងមីស៊ីលនៅលើយានតែមួយវាមានសមត្ថភាពប្រយុទ្ធប្រឆាំងគោលដៅអាកាសល្បឿនទាបនិងការគំរាមកំហែងជិតខាងបានយ៉ាងមានប្រសិទ្ធភាពជាចុងក្រោយក៏សូមអរគុណរាល់ការតាមដានទស្សនាកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំសូមអរគុណ